បាទឧទាហរណ៍ដែលយើងបើក Telegram យើងហើយយើងស្ដាប់ចំណុចណាមួយឧទាហរណ៍ក្នុង group ណាចូលក្នុង group នេះបាទស្ដាប់ចុះស្ដាប់ឡើងប៉ះកន្លែងមួយគួរចាប់អារម្មណ៍ហើយយើងចង់ស្ដាប់លើកក្រោយទៀតបាទអញ្ចឹងយើងគ្រាន់តែបាទ copy link អាកន្លែងហ្នឹងមកបាទជាសំឡេងក៏ដោយអាសាអក្សរដោយចុចលើកន្លែងប្រទេសនេះមកបាទវាមានពាក្យថា copy link បាទយើង copy link ហើយយើងចុច back ថយក្រោយយើងទៅទុកនៅក្នុង Telegram យើងតខ្លួនណាអញ្ចឹងយើងចុចអាកន្លែង tray 3លើឆ្វេងដៃនេះបាទហើយមានពាក្យកន្លែងនេះណា save message យើងចុចឡើងហ្នឹងមកហើយយើងដាក់យើងចុចលើវាផាស link ដែលយើងបាន copy មិញណាតោះមកយើងដាក់ឈ្មោះ note ចំណាំទៅបាទឧទាហរណ៍ថាវិនិយោគរួមបាទអញ្ចឹងមកយើងចុចបញ្ជូនទៅ save ទុកបាទចុចបញ្ជូន save ទុកហើយយើងចង់ស្ដាប់ឡើងហ្នឹងវិញថ្ងៃក្រោយម្លងទុក3 4ថ្ងៃ5 6ថ្ងៃអីយើងថាចាំតនេចាំចូលស្ដាប់វាចុចលើ link ហ្នឹងមកវាចូលដល់តែម្ដងបាទវាចូលដល់កន្លែងដែលយើងចង់ស្ដាប់ហ្នឹងតែម្ដងចង់មើលណានេះវិធីងាយហើយតាក់ទងនឹង link ហ្នឹងយើងចង់ copy យកទៅទុកឯណាក៏បានដែរបងប្អូនទុកក្នុង Telegram ក៏បានក្នុង note computer ឬទូរស័ព្ទដៃ Facebook Messenger ក៏បានដែរសំខាន់យើងចំណាំដល់ខ្លួនឯងទុកកន្លែងណាយើងអាចទុកតាមម្ដងម្ដោយដាក់ឈ្មោះ note ដែលយើង copy link មួយហ្នឹងណាឧទាហរណ៍ដែលយើង copy 10 20ប្រធានបទខុសៗគ្នាទៅយើងថ្ងៃណាយើងទៅនេះយើងចង់ចូលស្ដាប់ចុច link ហ្នឹងទៅស្ដាប់ដល់តែម្ដងព័ត៌មានឯកសារក្នុង group Telegram ឬ channel Telegram ទេបាទយើងអាចធ្វើបានបាទអរគុណច្រើនបងប្អូនដែលមើលវីដេអូដល់ចប់បាទកុំភ្លេចជួយចុច like Subscribe ឬជាសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗចែកម្លែកលើក្រោយទៀតអរគុណជម្រាបលា